សាកឹតមើលបើសិនយើងមានតែលំហែមួយនៅក្រោយផ្ទះយើងមានទន្លេមានស្ទឹងអញ្ចឹងណាហើយល្ងាចឡើងថ្ងៃរៀបភ្លេចយើងផឹកកាហ្វេអង្គុយមើលទេសភាពថ្ងៃរៀបភ្លេចពណ៌មាសចឹងមានក្តីសុខយ៉ាងណាណោះតពីវីដេអូមុនដែលខ្ញុំមកលេងតែលំហែរបស់មិត្តភ័ក្ដិខ្ញុំនៅខាងក្រុងកពតហ្នឹងផ្ទះគាត់ហ្នឹងគឺអំណោយផលហ្មងវាអត់នៅឆ្ងាយពីក្រុងនៅជិតសេះសមុទ្រហើយនៅមុខផ្ទះគាត់ហ្នឹងគឺមានហាងកាហ្វេមួយទៀតវាឈ្មោះហាងកាហ្វេលាក់ខ្លួនពួកខ្ញុំមកទិញកាហ្វេញ៉ាំទៅពេលហើយគាត់ប្រាប់ថាចេះអត់ទេនៅមុខផ្ទះខ្ញុំមានហាងកាហ្វេគីមួយស្អាតតែបែបធម្មជាតិខ្ញុំមួយបងអូនស្រីខ្ញុំក៏ដើរចូលទៅទិញទៅមួយយ៉ាងរបស់គេលាក់ខ្លួនមែនតើនៅក្រោយផ្ទះគេមានដើមឈើដើមអីចឹងទៅគេដាក់តង់ឲ្យភ្ញៀវអង្គុយញ៉ាំកាហ្វេលយម្យ៉ាងតើបើកាហ្វេនៅក្រោយដើមចេកនេះប្លែកខ្ញុំមិនថាឲ្យតែមានគំនិតច្នៃប្រឌិតតែមិនខ្វះទេភ្ញៀវដែលគាត់ទៅញ៉ាំទៅអង្គុយលេងព្រោះឥឡូវមិនថាខ្ញុំមិនថាភ្ញៀវទេសចរផ្សេងៗទេទៅតំបន់មួយចេះតែរកកន្លែងប្លែកស្អាតអញ្ចឹងណាដើម្បីថតរូបលេងដើម្បីញ៉ាំមើលទេសភាពមើលអីចឹងទៅខ្ញុំចេញពីហាងកាហ្វេហ្នឹងក៏ឡើងមកជន់លើនៃតែលំហែរបស់មិត្តភ័ក្ដិខ្ញុំហ្នឹងដើម្បីមើលថ្ងៃរៀបភ្លេចអូយស្អាតមែនតែនហ្មងណាមើលពីលើទៅឃើញក្រុងកពតយើងទាំងមូលហើយមើលថ្ងៃរៀបភ្លេចផឹកកាហ្វេមានន័យកប់ស្រី